កំណាបមានចំណងជើងថាដើមឈើព្រះឥន្ទដកស្រង់ចេញពីសិភៅកំណាបធម៌ភាគទី5និពន្ធដោយឧបាសកអោកបូរ៉ានិងស្មូតដោយឧបាសិកានេតលីអេងដើមឈើកាប់ព្រឹកល្អឡាងពុនលឹកនៅឋានទេវតាយូរមានម្ដងពិភពលោកកាដុះនៅទីណាទីនោះមានមនុស្សដើមឈើអង្ចាមានផ្លែមានផ្កាខោអាវគ្រប់ធន់សម្រាប់តែអ្នកសាងបុណ្យពីមុនផលច្រើនឡើងលន់ទៅឈើនេះដងដើមឈើព្រះអិនមិនមែនសូបិនញាតិញោមស្រីប្រងគឺជាការពិតដើមឈើសង្គ្រោះអ្នកមានបុណ្យខ្ពស់ដើមនោះទៅផ្លែកាប់ប្រព្រឹកផ្លែផ្កាទៅតាមប្រាថ្នាស័ក្តិសិទ្ធិពូកែទៅតាមចំណងរាល់ឆ្នាំរាល់ខែអើយផលតលតែអ្នកនោះអង្គបុណ្យសូមអនុមោទនា